មិនគិតចំណេញឬខាត់ដីការវល់វែងនឹងបោះបង្គោលព្រំដែនបណ្ដោះអាសន្នគឺដើម្បីកំណត់ខ្សែព្រំដែនដែលត្រឹមត្រូវរវាងកម្ពុជានិងថៃការវល់វែងនឹងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយថៃមិនមែនដើម្បីគណនាអំពីការចំណេញឬខាត់ដីនោះទេប៉ុន្តែដើម្បីកំណត់ការខណ្ឌសីមានៅលើដីជាក់ស្ដែងនេះគឺជាបញ្ជាក់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី25 ខែវិច្ឆិកានេះសម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាគោលដៅចម្បងរបស់កម្ពុជាគឺការកំណត់បង្គោលព្រំដែននៅលើដីជាក់ស្ដែងដែលបញ្ជាក់ពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីសម័យអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិសម្ដេចធិបតីជឿថាការនេះគឺជាវិធីសាស្ត្រដោះស្រាយបញ្ហារយៈពេលវែងដើម្បីឈានទៅបញ្ចប់ជម្លោះនិងបង្កលក្ខណៈឲ្យពលរដ្ឋនៅតំបន់ព្រំដែនមានបញ្ហាអាចទទួលសេចក្តីសុខនិងបន្តជីវភាពរស់នៅប្រក្រតីឡើងវិញព្រមទាំងធានាបានការការពារធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាគួរជ្រាបថាតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC ភាគីកម្ពុជានិងភាគីថៃបានឯកភាពបញ្ចូលក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនៅមាត់បង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42-47នៅខេត្តបន្ទាយមានជ័យនិងលេខ52-59នៅខេត្តបាត់ដំបងកិច្ចការងារនេះត្រូវបានគេយកមកជជែកវែងញែកតាមបណ្ដាញសង្គមដោយចោទសួរនិងបង្ហាញកង្វល់ថាកម្ពុជាអាចខាតប្រយោជន៍ឬបាត់បង់ទឹកដីជាដើម។